ខាងជ័យជានវិញគាត់គិតថាលោកឆាយប្រយុទ្ធគឺស្ថិតនៅក្នុងទូលេខ3ដោយសារតែយើងបិទ2ទូជួយដល់គាត់គឺយើងបិទទូលេខ1និងទូលេខ2បាទដល់ពេលនេះយើងនឹងបង្ហាញថាតើលោកឆាយប្រយុទ្ធគាត់ស្ថិតនៅក្នុងទូមួយណាប៉ុន្តែសូមអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីរបស់យើងជាមុនសិនបាទអញ្ចឹងដល់ពេលនេះសូមអបអរសាទរដល់លោកឆាយប្រយុទ្ធទាំងអស់គ្នាបាទសូមជើញស៊ូក្រោមមេឃក្តៅនឹងភ្លៀងគិតថាមានសំណាងមានអូនក្បែរគ្រប់យ៉ាងជាសូបិនរឿងរ៉ាវស្នេហ៍បងអូនមិនអាចបន្តបានព្រោះលើពាក្យយើងសន្យាថាសាងគ្រួសារคล้ายជាភេទផងហើយដៃដែលធ្លាប់អោបបងជាប់ក្នុងដើមទ្រូងពីមុនពេលនេះដៃអូនមិនសល់អ្វីក្រៅពីលុយឡើយក្បែរបងបានត្រឹមហត់នោះចុងក្រោយស្នេហ៍ស្មោះបងអស់នេះខាត់អូនមិនបានទៀតទឹកលុយទិញអូនឲ្យឃ្លាតពីបងទៅទឹកលុយសម្លាប់ទឹកចិនខ្ញុំស្ទើរស្លាប់ហើយអូនឆ្លើយមិនអាចពេលកូនឡងអូនដើរខំផ្លូវអូនត្រូវជ្រើសគេតែវាលំបាកលែងគិតលែងចង់ដៃដែលធ្លាប់អោបបងជាប់ក្នុងដើមទ្រូងពីមុនពេលនេះហើយអូនគ្មានសល់អ្វីក្រៅពីលុយក្បែរបងបានត្រឹមហត់នេះចុងក្រោយស្នេហ៍ស្មោះបងអស់នេះខាត់អូនមិនបានទៀតទឹកលុយទិញអូនឲ្យឃ្លាតពីបងទៅទាំងលុយសំឡាប់ចិត្តខ្ញុំស្ទើរស្លាប់ហើយមិនអាចនៅពេលកូនឡងអូនដើរមុខផ្លូវអូនត្រូវជ្រើសគេដើម្បីបានជីវិតអាណិតបងភ្លេចហើយព្រោះតែវាលំបាកលែងគិតលែងចង់ចាំទាំងលុយសំឡាប់ពេលកូនឡងអូនដើរខំផ្លូវអូនត្រូវជ្រើសគេដើម្បីប្រើជីវិតអាណិតបងភ្លេចហើយព្រោះតែវាលំបាកលែងគិតលែងចង់ចាំទាំងលុយសំឡាប់ឆ្លើយមិនអាចនៅអូនថាពេលកន្លងដើរខំផ្លូវអូនត្រូវជ្រើសគេដើម្បីប្រើជីវិតអាទិត្យបំភ្លេចហើយគិតលែងចងចាំព្រោះតែវាលំបាកលែងគិតចងចាំតោះមួយដល់ក្រុមជែកអាំងអើវអរគុណចា
ស៊ូជំរាបសួរបង បាទជំរាបសួរ បាទចាគឺថាសម្លេងបងគឺស្ដាប់ហើយបាទគឺថាព្រឺសម្បុរបាទសម្លេងគាត់ច្រៀងខ្លាំងពេកបាទព្រឺសម្បុរមានខ្មោចឡងឯងអត់ទេគឺមែនទេប្រែកមិញអាកតុយពេលបងយុទ្ធដោះវ៉ែនតាភ្នែកអត់ទេគាត់មានកតុយណាបងស្ដាប់កតុយភ្នែកកតុយចម្រៀងភ្នែកកតុយបត់ហ្នឹងហើយពេលដោះវ៉ែនតាភ្នែកទាំងទ្វេបាញ់មកនេះនិយាយពីអូញញឹមបិទមកដល់ចិត្តទេអូយពេលចាំមានអីទៀតខែវរយុទ្ធបាញ់មកចំបេះដូងរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអូបងតើនិយាយចឹងបងតើកូនបងឯងយូរម៉ានអីចាកូនស្រីបងឯងខ្ញុំឃើញ Facebook ក៏ស្អាតណាមុខដូចបងខ្យងតែប្តីបងឯងខ្ញុំមានអីជាមួយនឹងលោកឆៃវរយុទ្ធបានជានាំគ្នាមកសួរខ្ញុំអញ្ចឹងហើយគិតដែរថាលោកឆៃវរយុទ្ធស្រឡាញ់ខ្ញុំនោះអូអត់ទេចាកូនហ្នឹងដូចសក់រួញដូចប៉ាទៅទៀតណាចាអត់ទេខ្ញុំរាប់អានមួយលោកឆៃវរយុទ្ធស្រឡាញ់សម្លេងគាត់មែនតើស្រឡាញ់តាំងពីគាត់ច្រៀងបទអីកិច្ចសន្យាស្នេហ៍អូយសម្លេងព្រោះហើយស្រឡាញ់បំផុតគឺស្នាមញញឹមនឹងភ្នែករបស់គាត់បាទចាតែតបក្មេងបានតាមការប៉ាត់ណាមែនទេខ្ញុំដឹងថាទេបានបងយុទ្ធចេញពីលេខ4ហើយដោយសារលើងតុចូលទៅកត្រប់មិញនេះអត់ទេចង់និយាយតែចេះខ្ញុំកោតព្រីមលីសាចាក់ចេញពីលោកឆៃវរយុទ្ធកើតតែចាក់ចេញតាមក្រៅខេនេះខ្ញុំក្រយ៉ាងណាក៏ដោយឲ្យបានសង្ហាប៉ុណ្ណឹងខ្ញុំសុកចិត្តស៊ីអត់ស៊ីឃ្លានមួយគ្នាមែនទេអត់ទេមែនបងយុទ្ធត្រូវហើយគាត់និយាយថាគាត់ក្រយ៉ាងណាក៏គាត់សុកចិត្តស៊ីអត់ស៊ីគ្លៀនជាមួយបងដែរតែបងខ្ញុំជឿថាប្រកាសជាមិនទ្រាំស៊ីអត់ស៊ីគ្លៀនមួយគាត់ទេបងឯងប្រកាសជាទៅទៀតហើយហេតុអីបាទពេលយើងទៅរូបរាងប៉ុណ្ណឹងដែរទៅស៊ីអត់ស៊ីគ្លៀនអីកូនប៉ុណ្ណាណីនោះយើងមិនទៅទៀតហ្នឹងហើយគេចង់និយាយក្រៅគេមិនទេប្រែកមិនប្រែកអីនិយាយពីបេះដូងរបស់ប្រែកអីឬមួយក៏ការគិតជំនួសយុទ្ធអត់ទេកំ pl ែងអត់គ្នាកំ pl ែងទេគ្រាកំ pl ែងហ្នឹងអត់ទេវាហុំបាល់នៅក្នុងបត់មិញអាចចូលហុំបាល់ដែរចាអត់ទេឲ្យបានសង្ហាអញ្ចឹងយើងសុកចិត្តស៊ីអត់ស៊ីឃ្លានជាមួយគ្នាហើយប៉ុន្តែសុំចិត្តស្មោះដោយលោកឆៃវរយុទ្ធអញ្ចឹងចាអូយស៊ីអត់ស៊ីឃ្លានអីស៊ីតោស៊ីម៉ៅហ្នឹងគាត់ជាស្មោះហើយស្មោះ 100% ហ្នឹងចាបាទឥឡូវត្រឡប់មកសួរសុខទុក្ខផងបងវិញយ៉ាងម៉េចដែរមកសុខទុក្ខធម្មតាបាទសុខទុក្ខយ៉ាងណាអូនចង់ដឹងទេចាអីគាត់ឆ្លាញ់ក្រុមដូចគ្នាចំណងជើងមកបត់ទៀតសុខទុក្ខសុខទុក្ខធម្មតាហើយចំពោះការងារផ្សេងហ្នឹងគឺថាបាទរវល់ច្រើនបាទមានបទចម្រៀងថ្មីសម្រាប់ fan ផងបងទេបាទមានច្រើនហើយមួយទៀតនោះគឺខ្ញុំបាទរវល់ជាមួយនឹងភាពយន្តអូឥឡូវថតភាពយន្តដែរបាទរឿងអីរឿងខ្មែររឿងជប៉ុនឬក៏រឿងកូរ៉េហើយចុះគាត់ខ្មែរឲ្យតែថតរឿងជប៉ុននេះបាទគឺរឿងរបស់ខ្ញុំផ្ទាល់បាទខ្ញុំសម្ដែងក្នុងរឿងបាទជាមួយនឹងតារាចម្រៀងផ្សេងទៀតប្រកាសជាមានការគ្រប់គ្រងច្រើនមកជឿអញ្ចឹងហ្នឹងមានខ្វះតួអ្នកបម្រើអីទេចាពេញអស់ហើយគេរៀបចំបើសិនជាខ្វះតួអ្នកបម្រើខ្ញុំហ្វ្រីជូនគឺនេះព្រែកហើយអាហ្នឹងឲ្យធម្មតាទេយើងសិល្បៈមានប្រកាន់អីឲ្យតែថាឲ្យដល់ថ្លៃសុខចិត្តបម្រើនេះឮពាក្យថាហ្វ្រីហ៎អូចឹងអត់យកលុយនឹងខ្ញុំអត់យកលុយពីគាត់តែយកលុយពីអ្នកឲ្យរុញទៅហ្វ្រីនោះអរគុណច្រើនឥឡូវបងមានបទចម្រៀង2បទទៀតបាទត្រូវអត់ជំរាបពីបទទៀតបាទហើយក៏រំលេងសប្បាយទៅអ្នកឈ្នះហ្នឹងរំទៅណាហើយអ្នកចាស់គឺតែចាប់ទទួលពីនៃហើយមានអញ្ចឹងទេអរគុណច្រើនអ្នកសិក្សាជនទាំងអស់គ្នានៅពេលនេះសូមរៀបរៀងបទចម្រៀង2បទទៀតរបស់លោកឆៃវរយុទ្ធដូចតទៅបាទសំជេងតើម៉ូតូនឹងឡាននឹងជិះមួយណាចង់ហឺហាឬក៏អូនចូលចិត្តសាមញ្ញយកពណ៌អីពណ៌សឬមួយកាប់ស្តាំងស្រឡាញ់ខ្លាំងរថយន្តរយក៏បានចាំបងមាននាំអូនទិញគ្រឿងសម្អាងពេលចូលដល់ហាងទិញតែរបស់មាន brand ញ៉ាំភីហ្សាអង្គុយមើលកុន 4D តែពេលនេះណែញ៉ាំមីកញ្ចប់សិនទេមិនឲ្យខកបងបើបងជាសេដ្ឋីកុំណាញ់ធ្វើអីបើលុយបងពេញហៅបើប្រហែលជាតឆ្នាំកុំចាំបងសិនទេព្រោះអីលើដីសល់គេឪមិនទាត់ឡើងថ្លៃបើបងមានលែងជិះម៉ូតូកញ្ចាំងឲ្យតែចាស់ត្រូវបដូរទិញប្រើថ្មីចង់អីខ្លាំងក៏ដាក់កតាស់
ទៅថ្លៃតែសុយអីយ៉ាសុំខ្ចី10000សិនមកមិនអោយខកបងน้องបើបងជាសេដ្ឋីកំណាញ់ធ្វើអីបើលុយបងពេញហៅបើប្រហែលជាបងឆ្នាំទ្រាំចាំបងសិនទេព្រោះអីលើដីសល់គេឪមិនទាន់ឡើងថ្លៃយូរម្លឹងឬចិត្តដោះសាបបោមាត់ភីមានមាត់ចិត្តថាម្ដងឲ្យចាំលោកក៏បីលោកគោណាណាមួយកណ្ដឹងបងឲ្យបកកាយប្រូម្ដងថាចេះម្ដងថាចុះសំដីផផទុកចិត្តបានសោះសម្រងតែបងទៅខ្លាចជាស្ថិតតែចាំប្រហែលឆ្នាំទៀតទៅមិនអោយខកបងបើបងជាសេដ្ឋីកំណាញ់ធ្វើអីបើលុយបងពេញហៅបើប្រហែលជា10ឆ្នាំទ្រាំចាំបងសិនទេព្រោះអីលើដីសល់គេឪមិនទាន់ឡើងថ្លៃបើបងមានលែងជិះម៉ូតូកញ្ចាស់ឲ្យតែចាស់ឬបដូរទិញប្រើថ្មីចង់អីខ្លះក៏ដាក់กระดาษទៅថ្លៃតែសុយអីណែសុំខ្ចី10000សិនមកតអូនមិនឲ្យខកបងน้องបើបងជាសេដ្ឋីកំណាញ់ធ្វើអីបើលុយបងពេញហៅបើប្រហែលជា10ឆ្នាំទ្រាំចាំបងសិនទៅព្រោះអីលើដីសល់គេឪមិនទាន់ឡើងថ្លៃយូរម្លឹងឬចិត្តដោះសាបបោមាត់ព្រានមានមាត់ចិត្តថាម្ដងឲ្យចាំលោកក៏បីលោកគោណាព្រោះគេដឹងបងឲ្យបកកាយប្រូម្ដងថាចេះម្ដងថាចុះសំដីប្រុសទុកចិត្តបានសោះសម្រំតែបងទៅខ្លាចជាស្ដីតើចាំប្រហែលឆ្នាំទៀតទៅអរគុណបាទចាំបងខ្លាចជាស្ថិតអត់យូរទេ10ឆ្នាំអីហ្នឹង10ឆ្នាំពីរដងចាស់អរគុណច្រើនរីឌីកំសាន្តជាបន្តតាមរយៈបទញាក់អន្តរអារម្មណ៍ដដែលដែលមានចំណងជើងថាអ្នកអាចធ្វើបានទាំងអស់គ្នាអរគុណគ្រប់គ្នាអ្នកណាដែលគ្មានទុកពេលដែលអ្នកអត់សុខគិតដល់ខ្ញុំបត់នេះអាចកลายភាពក្រៀមក្រំតោះយើងជួបជុំរំលែងបញ្ហាគ្រប់យ៉ាងអាចដោះស្រាយបានតាំងចិត្តក្លាហានជំនះឧបសគ្គខ្ញុំនៅក្បែរអ្នកហើយខ្ញុំជឿជាក់អ្នកអាចធ្វើបានថ្ងៃនេះយើងដួលក្រោកឈរថ្ងៃស្អែកបើផ្នែកទទួលយកភាពជោគជ័យជីវិតមានន័យអ្វីៗគឺយើងជាអ្នកសម្រេចចិត្តបំភ្លេចអតីតដែលមិនល្អបន្តដើរទៅមុខដោយទុកចិត្តត្រូវគិតអ្នកនៅមានគ្រួសារនិងខ្ញុំដែលណាខ្វល់អ្នកបញ្ហាគ្រប់យ៉ាងអាចដោះស្រាយបានតាំងចិត្តក្លាហានជំនះឧបសគ្គខ្ញុំនៅក្បែរអ្នកហើយខ្ញុំជឿជាក់អ្នកអាចធ្វើបានថ្ងៃនេះយើងទួលក្រោកឈរថ្ងៃស្អែកបើផ្នែកទទួលយកភាពជោគជ័យជីវិតមានន័យអ្វីៗគឺយើងជាអ្នកសម្រេចចិត្ត
វិតគឺជាការតស៊ូយើងត្រូវគិតមុនគូឲ្យប្រកបកំណត់អនាគតដ៏ល្អមិត្តភក្តិត្រីអគ្រប់គ្នាបញ្ហាគ្រប់យ៉ាងអាចដោះស្រាយបានតាំងចិត្តក្លាហានជំនះឧបសគ្គខ្ញុំនឹកបែរអ្នកហើយខ្ញុំជឿជាក់អ្នកអាចធ្វើបានថ្ងៃនេះយើងដួលក្រោកឈរថ្ងៃស្អែកបើផ្នែកទទួលយកភាពជោគជ័យជីវិតមានន័យអ្វីៗគឺយើងជាអ្នកសម្រេចចិត្តបញ្ហាគ្រប់យ៉ាងអាចដោះស្រាយបានតាំងចិត្តក្លាហានជំនះឧបសគ្គខ្ញុំនៅក្បែរអ្នកហើយខ្ញុំជឿជាក់អ្នកអាចធ្វើបានថ្ងៃនេះយើងដួលក្រោកឈរថ្ងៃស្អែកបើផ្នែកទទួលយកភាពជោគជ័យជីវិតមានន័យអ្វីៗគឺយើងជាអ្នកសម្រេចចិត្តបញ្ហាគ្រប់យ៉ាងអាចដោះស្រាយបានតាំងចិត្តក្លាហានជំនះឧបសគ្គខ្ញុំនៅក្បែរអ្នកហើយខ្ញុំជឿជាក់អ្នកអាចធ្វើបានថ្ងៃនេះយើងដួលក្រោកឈរថ្ងៃស្អែកបើផ្នែកទទួលយកភាពជោគជ័យជីវិតមានន័យអ្វីៗគឺយើងជាអ្នកសម្រេចចិត្តអរគុណច្រើនបាទបទចម្រៀងមនោចេតនាក៏បងឆាប្រយុទ្ធបានច្រៀងយ៉ាងពីរោះហើយបទចម្រៀងដែលមានលីលំនឹងការរាំក៏បងរាំបានល្អបាទអញ្ចឹងតែឃើញថាចិត្តតែកើន fan អ្នកគ្រប់គ្រងកាន់តែច្រើនអរគុណច្រើនបងឆាប្រយុទ្ធលើនេះកម្មវិធីតម្រូវ